គ្រួសារអ្នកស្វ័យរៀងនេះគាត់លក់ជាសាច់អាំងបែបលក្ខណៈគ្រួសារនឹងយូរឆ្នាំហើយបើតាមដឹងហ្នឹងពីមុនគឺលក់ក្រោមផ្ទះធម្មតាទេលក្ខណៈគ្រួសារតូចតាចអញ្ចឹងណាប៉ុន្តែឥឡូវហ្នឹងគឺរុះរើផ្ទះខ្លួនឯងតែម្ដងដើម្បីធ្វើឲ្យស្រឡះឲ្យម៉ួយនឹងភ្ញៀវរបស់គាត់ហ្នឹងគឺអង្គុយបានស្រួលហើយកន្លែងគាត់ហ្នឹងគឺឈ្មោះសំណាងពោះតាន់ទាំងអស់គ្នាទីធ្លារបស់គាត់គឺទីតាំងហាងរបស់គាត់ឥឡូវហ្នឹងណាអ្នកស្វ័យរៀងជួយខមមិនតិចមើលអ្នកណាជាមួយរបស់គាត់ខ្លះហើយបើឈ្មោះហាងសំណាងពោះតាន់ហ្នឹងគឺខ្ញុំថាត្រូវមែនអ្នកដែលហូបហ្នឹងគឺមានសំណាងដោយសារតែនៅខាងខេត្តស្វាយរៀងហើយអ្នកភ្នំពេញនេះអ្នកកំពុងតែទៅថតនេះគឺមានអារម្មណ៍ថាចំណែកអ្នកស្វាយរៀងដោយសារតែមានកន្លែងសាច់អាំងមួយកន្លែងហ្នឹងគឺឆ្ងាញ់មែនតើហ្មងខ្ញុំមាននិយាយចឹងព្រោះដោយសារតែទៅហូបខ្លួនឯងសាច់របស់គាត់មួយចានមកគឺគុណភាពហ្មងទាំងអស់គ្នាមិនថាសាច់គោពោះតាន់កសោមដោះហូបមកគឺវារបៀបវាជុះស៊ីវាជាតិវាខ្ទិះតែម្ដងហើយជាមួយនឹងទឹកជ្រលក់របស់គាត់នេះលក្ខណៈទឹកតៅហ៊ូដូចលាយជាមួយនឹងទឹកកាពិបន្តិចអីបន្តិចអាហ្នឹងខ្ញុំអត់ច្បាស់ហើយអ្នកលក់គេមានរូបមន្តគ្រួសាររបស់គេអញ្ចឹងណាពេលដែលយើងហូបទៅវាមានលក្ខណៈពិសេសរបស់គាត់ហើយម៉ួយរបស់គាត់និយាយទៅខ្ញុំគិតថាអ្នកស្វ័យរៀងគាត់ស្គាល់ច្រើនហើយមើលកន្លែងនេះបើសិនជាអ្នកណាដែលគាត់ជាម៉ួយឬក៏គាត់លក់ប្រហែលឆ្នាំអីហើយចាំជួយខមមិនប្រាប់ខ្ញុំផងព្រោះតែសារតែដឹងថាគាត់លក់យូរឆ្នាំហើយប៉ុន្តែក៏ភ្លេចអត់បានចាំថាប្រហែលឆ្នាំអញ្ចឹងណាហើយតទៅពេលអញ្ចឹងអាណិតខ្លួនឯងជាអ្នកភ្នំពេញម្នាក់នេះដល់ពេលឃ្លានទៀតថាត្រូវធ្វើមិនគឺត្រូវតែជិះទៅដល់ខាងខេត្តស្វាយរៀងដើម្បីហូបផ្ទាល់ឲ្យមើលទៅហើយគាត់ក៏មានជាលក់ជាលក្ខណៈស៊ុបខួរដែរទាំងអស់គ្នាលក្ខណៈបែបនេះហើយស៊ុបខួរហ្នឹងក៏តម្លៃ 20,000 រៀលដូចគ្នាទាំងអស់គ្នា